maiយើងមានអ្នកលុញ cloud នៅក្នុង Facebook មកវងអញ្ចឹងថ្ងៃណាក៏ពូតដែរឥឡូវនេះយើងនៅក្នុងសង្គមយើង Facebook យើងរកព័ត៌មានពិតអត់បានទេពូតអស់ព័ត៌មានពិតគឺបានតែប៉ុណ្ណេះទេបានតែប៉ុណ្ណេះបានច្បាស់ជាងគេគឺបានអ្នកដែលមិនចោះផ្សាយទៀងទាត់ឧទាហរណ៍គាត់រត់ពីកោះកុងឬក៏គាត់ឃើញស្អីមួយគាត់ថតហើយគាត់បាញ់ចេញមកអាហ្នឹងរឿងពិតចំណែកអ្នកអស់ប្រចាំថ្ងៃហ្នឹងនិយាយពូតហើយមិនត្រឹមតែពូតទេពូតទាំងខ្លួនឯងទៀតឧទាហរណ៍ដូចជារឿងសៀមវាមកលើកទងហើយវាអត់បានទៅផ្ទះវិញអីណាចេះតែពូតបន្តចំណែកឯរឿងពិតហ្នឹងវាចែកចាញ់មកអាកងទ័ពសៀមវាធ្វើការយឺតយូរទៅបានវាចេញរូបភាពមកឥឡូវនេះដោយសារវាចង់ប្រាប់អន្តរជាតិថាវាវាយប្រហារទៅលើប្រទេសកម្ពុជាអត់ប៉ះពាល់ប្រជាជនស៊ីវិលវាក៏ត្រូវបញ្ចេញនៅរូបភាពគេហៅ aerial photography រូបភាពសខ្មៅដែលថតចេញពីយន្តហោះវាបញ្ចេញរូបនឹងមកណាវាបញ្ចេញរូបនឹងមកហើយវាព្រលឹមឡើងវាមាន joint press con វានឹងវាមានកងទ័ពជើងទឹកជើងគោកជើងអាកាសmarine ក្រសួងការបរទេសក្រសួងសាធារណសុខក្រសួងមហាផ្ទៃអីហ្នឹងវាចាញ់មកនិយាយនៅក្នុងអេក្រង់តែមួយឯងដូចយើងវេទិកាប្រចាំកុនអញ្ចឹងហើយវានិយាយថៃហើយនិយាយខ្មែរវានិយាយអង់គ្លេសទៀតហើយអេក្រង់វាប៉ុណ្ណានៃឲ្យវាផ្សាយមកអញ្ចឹងនៅក្នុងព័ត៌មានវាមានប្រៀបជាងយើងឆ្ងាយណាស់ហើយប្រជាជនវាអត់ជឿចាប់នឹងវាទេពីព្រោះមិនបានអត់ជឿចាប់នឹងវាគេចម្លៀសហើយស្រេចមានបាយមានទឹកចំណៃចំណុកសង្គមកិច្ចគេមានហើយស្រេចបានសេចក្តីថាទោះមានអ្នកប្រឆាំងនឹងវាធ្វើសង្គ្រាមប្រឆាំងទោះបីមានអ្នកប្រឆាំងនឹងវាធ្វើសង្គ្រាមនៅកម្ពុជាក៏ដោយក៏ប្រជារាស្ត្រវាហ្នឹងគឺនៅសុខសាន្តអត់មានលះលហាមដូចយើងទេណាអត់មានលះលហាមដូចយើងទេចំណែកយើងនេះវាលះលហាមយ៉ាងណាក៏ដោយក៏វាអត់ផ្សាយដែរពីព្រោះហ៊ុនសែនប្រើកថាឥឡូវកថាក៏អត់ហ៊ានទៅចិត្តបងប្អូនឃើញកថាខ្លាចគ្រាប់អត់ហ៊ានទៅចិត្តទេកថាខ្លះក៏វាទៅសម្រាប់នៅព្រៃសរទៅកថាខ្លះក៏វាសងំទៅហើយកថាខ្លះទៀតមួយម៉ាត់មកកទៅអត់ហ៊ានទៅចិត្តទេអញ្ចឹងអស់លេងតូកគ្នាអត់សូវមានលុយនេះមិនដឹងទៅណា fresh new មានក្មួយម្នាក់ទេពីដើមឃើញតែពីរនាក់ឥឡូវតែម្នាក់ទេហើយចំណែកអ្នកនាំពាក្យរដ្ឋាភិបាលយើងចេះចាត់ឡាយទៅសងសតាំងនិយាយល្អអីអាហ្នឹងវាជានិពន្ធតាវាមិនមែនវាអត់មានដល់ពេលយើងមានសង្គ្រាមពិតប្រាកដអត់មានអ្នកណាធ្វើ analysis ទេអត់មានអ្នកណាធ្វើបទវិភាគពិតប្រាកដទេមិនបានអត់មានមិនមែនខ្មែរយើងមិនចេះទេរាជនិតសភាអីក៏មានអ្នកចេះដែរអ្នកចេះមានច្រើនតែអត់ហ៊ានបើកមាត់ទេខ្លាចគេចាប់ដាក់គុកពីព្រោះឥឡូវហ្នឹងយ៉ាងពៅលែងហ៊ានមាត់កិនភេទគ្នានិយាយបានតែត្រឹមពាក្យការអីតិចតួចហ្នឹងយ៉ាងពៅក៏គ្នាប៉ុណ្ណឹងហើយសពទូចគ្នាលែងហ៊ានហាត់មាត់ច្បោកបល់ពេកគ្នាតាមមិនទាន់ប្រហែលធ្លាក់តំណែងចំណែកឯអង្គភាពព័ត៌មានប្រចាំរដ្ឋាភិបាលដែលសម្ដេចហ៊ុនសែនគាត់រើសសិតតែខ្លឹមឥឡូវហ្នឹងខ្លីវាអត់ខ្លឹមវាខ្លីមិនបានខ្លីមានណាហ៊ានវិភាគមានណាហ៊ានយកព័ត៌មានពិតប្រាកដហើយដឹងព័ត៌មានពិតប្រាកដយ៉ាងម៉េចយើងក៏លេចមើលក្រសួងការពារជាតិក្រៅពីទទួលព័ត៌មានពីយុទ្ធភូមិភាគមួយហើយនឹងមន្ត្រីរដ្ឋបាលដល់មូលដ្ឋានដែលតាក់ទងដូចខេត្តដូចអីក្រៅពីហ្នឹងគឺស្ដាប់តាមជាជនប្រាប់ទេណាវាហាក់ដូចជាក្រសួងការបរទេសយើងអត់មានបច្ចេកវិទ្យាជាន់ខ្ពស់ក្នុងការប្រមូលព័ត៌មានលើផ្ទៃប្រទេសណាហើយអារឿងរៀបរាប់មកប្រហែលសៀមវាយអាហ្នឹងធ្វើតាមគេឃើញសៀមគេធ្វើម៉េចក៏ធ្វើតាមគេចឹងទៅគ្រាន់តែសរសើររឿងមួយដែលក្រសួងការពារជាតិសរសើរក្មួយស្រីដែលខំប្រឹងម្នាក់ឯងហ្នឹងអត់មានណាឡើងមកជួយនិយាយទោះបីក្មួយស្រីហ្នឹងជាអ្នកនាំពាក្យមែនប៉ុន្តែក្រសួងគួរណាស់ផ្លាស់មនុស្សនិយាយណាហើយគួរណាស់រកមនុស្សដែលចេះពួកអា steel ពាក់កាយដែលដើរតាម AOT អីពួកអស់ហ្នឹងឥឡូវបាត់អស់ហើយឧត្តមសេនីយ៍ steel យើងមិនខ្វះឧត្តមសេនីយ៍គ្មានអាចឆែណាងើបមុខឡើងមកទេពេលច្បាំងនេះអស់អាលីងហើយបងប្អូនគិតមើលសិតតែសាកលវិទ្យាល័យកងទ័ពណាហើយពេលចូលរៀនណានៅស្រុកគេអត់ទាន់ពាក់សាក់មួយផងឯងពាក់សាក់5ហើយ